សួស្តីបងប្អូនអរគ្នាជាទីគោរពហើយព្រឹកនេះចង់បង្ហាញពីសកម្មភាពមួយឲ្យបងប្អូនទស្សនានេះគឺជាសកម្មភាពក្នុងការលាងម៉ូតូនឹងបងប្អូនហើយបានរៀបចំសម្ភារៈមួយចំនួនក្នុងការលាងម៉ូតូហ្នឹងហើយយើងបានធ្វើការសម្អាតដីប្រឡាក់ម៉ូតូក្នុងការសម្អាតនេះគឺយើងត្រូវចំណាយពេលលាក្នុងការសម្អាតទៀតដែរបងប្អូនបើសិនតែយើងសម័យមើលម៉ូតូមួយតាមជាក់ស្ដែងដែលខ្ញុំលាងណាខ្ញុំចំណាយពេលចន្លោះ15នាទីទៅ20នាទីក្នុងការលាងម៉ូតូមួយរួចរាល់ហើយស្អាតហ្នឹងចំណាយពេលប៉ុណ្ណឹងហើយតើបងប្អូនអរគ្នាចំណាយពេលលាងម៉ូតូមួយបងប្អូនចំណាយពេលប្រហែលនាទីដែរបងប្អូនអាចសារទៅសារឬក៏ mention ទៅលើសកម្មភាពបងប្អូនធ្លាប់លាងម៉ូតូហ្នឹងហើយបងប្អូនដែលជំនាញក្នុងការលាងម៉ូតូតើបងប្អូនលាងម៉ូតូមួយតើបងប្អូនចំណាយពេលប្រហែលណាបងប្អូនអាចសរសេរជាសារគុំដំណឹងដើម្បីចែកលាយបទពិសោធន៍ក្នុងការលាងម៉ូតូមួយរបស់បងប្អូនមិនថាបងប្អូនបុរសឬក៏បងប្អូនស្ត្រីទេណាបងប្អូនបានលាងម៉ូតូរបស់បងប្អូនរាល់ថ្ងៃឬក៏មួយសប្តាហ៍ឬក៏2សប្តាហ៍ឬក៏3សប្តាហ៍ឬក៏មួយខែបងប្អូនលាងម៉ូតូម្ដងតើបងប្អូនចំណាយពេលប៉ុន្មាននាទីដែរហ្នឹងនេះគឺជាមេរៀនជីវិតមួយដែលយើងអាចចែករំលែកជាចំណេះដឹងទៅវិញទៅមកក្នុងការទាញយកបទពិសោធន៍បទពិសោធន៍មួយណាដែលធ្វើឲ្យយើងលាងម៉ូតូបានលឿនហ្នឹងហើយយើងចំណាយពេលទីបំផុតក្នុងការលាងម៉ូតូរបស់យើងហ្នឹងហើយពេលដែលបងប្អូនលាងម៉ូតូគឺបងប្អូនសម្ភារៈដែលបងប្អូនត្រូវមានធុងទឹកហ្នឹងហើយមានបន្សែងឬក៏ប៉ណាត់ហ្នឹងហើយដែលបងប្អូនអាចលាងបានមានសាប៊ូបងប្អូនអាចដាក់ជាភេទសាប៊ូអីក៏បានដែរបងប្អូនដែលបងប្អូនមានបងប្អូនមានមិនចាំបាច់តែសាប៊ូដែលមានគុណភាពថ្លៃណាសាប៊ូសាមញ្ញដែលបងប្អូនអាចប្រើប្រាស់នៅក្នុងផ្ទះបោកខោអាវក៏យើងអាចយើងលាងម៉ូតូយើងបានដែរហ្នឹងវាតាមអ្វីដែលយើងមានជាក់ស្ដែងក្នុងផ្ទះខាងរបស់យើងណាហ្នឹងហើយយើងមានតែសយោនិងសយោនេះគឺយើងអាចទៅទិញនៅតាមទីផ្សារឬកន្លែងលក់ដូរគឺសំណងគេមានសយោសម្រាប់ភ្ជាប់ជាមួយនឹងរមណីទឹកណាហ្នឹងហើយនេះការលាងម៉ូតូខ្ញុំចិត្តហើយបានជូតប្រហើយនៅតែបន្តិចទៀតនឹងហើយបងប្អូនមើលឃើញរូបភាពដែរស្អាតជាងមុនអត់បងហើយក៏ទលីហើយនៅក្អែលទឹកដីជប់ម៉ូតូបាត់អស់បងប្អូនហើយនេះគឺជាការលាងម៉ូតូចុងក្រោយហើយក៏បានជួយសម្អាតទឹកតែយើងជប់ម៉ូតូឲ្យវាឈ្ងួតបន្តិចទៅណាហ្នឹងហើយយើងត្រូវការកណាត់មួយឈ្ងួតដែរនឹងឈ្ងួតដែរកណាត់មួយដែលទន់ក្នុងការជូតម៉ូតូរបស់យើងហ្នឹងហើយយើងមើលជំវិញម៉ូតូយើងតែយើងជូតកន្លែងណាកុំឲ្យជាប់ទឹកពេលដែលយើងជាប់ទឹកច្រើនយើងពេលយើងជិះទៅក្រៅទៅកាលមានដីហុយច្រើនប្រឡាក់